បាទអញ្ចឹងសម្រាប់បងប្អូនអ្នកស្រឡាញ់វិស័យកសិកម្មហើយចង់រៀនបង្កាត់កែបឬក៏រៀនចិញ្ចឹមកែបគ្រាន់តែខមមិនខាងក្រោមវីដេអូហើយមកឬក៏ Telegram 066 44 20 19ដើម្បីបានព័ត៌មានបន្ថែមទាក់ទងនឹងការចិញ្ចឹមកង្កែបឬក៏បងប្អូនចង់បានមេពូជកង្កែបឬក៏បងប្អូនចង់បានកូនកង្កែបឬក៏បងប្អូនចង់បានកង្កែបសាច់អញ្ចឹងពីកសិដ្ឋាន168គឺចែករំលែកនិងចែកចាយណា25ខេត្តក្រុងផ្ញើជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដែលមានតម្រូវការផ្នែកកង្កែបណាបងប្អូនអាចទៅតំណងមកបានយើងនឹងធ្វើការចែកចាយដល់បងប្អូនទាំងអស់គ្នាហើយអានេះយើងទៅចាប់ផ្ដើមបង្កាត់ដែរហើយវិធីសាស្ត្របង្កាត់បងប្អូនអាចមើលប្រើបានដូចនៅក្នុងវីដេអូអញ្ចឹងគឺឥឡូវនេះម៉ោង5បាទម៉ោង5ជាងតិចហើយចិត្តកន្លះហើយអញ្ចឹងមិនចិត្តយប់ដែរហើយក៏ឆ្លៀតថតជូនបងប្អូនមើលកុំឲ្យយប់ទាន់ហើយចាំពេលយប់ចាំឆ្លៀតថតវីដេអូបន្ថែមទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រនៃការបង្កាត់កង្កែបអញ្ចឹងវិធីសាស្ត្របង្កាត់ក៏បង្រៀនបងប្អូនហើយវិធីសាស្ត្រចិញ្ចឹមក៏ចែករំលែកជាមួយបងប្អូនចែករំលែកច្រើនមកហើយបណ្ដាសម្រាប់បងប្អូនអ្នកថ្មីផ្លេចចូលមកហើយជួយ Subscribe ឬក៏ Comment ពាក្យល្អម្នាក់មួយដើម្បីទទួលបានពី Channel ហើយដើម្បីលើកទឹកចិត្តដល់អ្នកផលិតមាតិកានៃការធ្វើនៃការចិញ្ចឹមកង្កែបផ្នែកកសិកម្មមានតែយើងចេះបង្កើតចេះផលិតនៅក្នុងស្រុកដោយខ្លួនឯងទេទៅយើងអាចផលិតលុយណាលុយហ្នឹងនៅក្នុងស្រុកនៅក្នុងភូមិរបស់យើងអាចជួយសហគមន៍របស់យើងនិងអ្នកនៅជុំវិញរបស់យើងកាលណាយើងមានផលិតផលក្នុងស្រុកច្រើនមិនថាផលិតផលអ្វីមិនថាផ្នែកណានោះទេសុទ្ធតែជារួមចំណែករួមគ្នានៅក្នុងការជួយជាតិរបស់យើងទាំងអស់គ្នាអូខេអរគុណច្រើនសម្រាប់ការតាមដានរបស់បងប្អូនយើងទាំងអស់គ្នាពីព្រោះមានសម្លេងមានអីចូលអញ្ចឹងវាមិនល្អទេពេលយើងផុសចូលនៅក្នុងសម្លេង YouTube ឬក៏ Facebook របស់យើងបាទ